សម្ដេចកតេប្របណ្ឌិតប៊ុន អរនី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2026 បានសម្រេចឧបត្ថម្ភថវិកា $10,000 អាមេរិក និងផ្ញើសារលិខិត សម្ដែងការសោកស្ដាយយ៉ាងក្រៃលែងជូនឯកឧត្តម ហឺវេយ ប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន ក្នុងសារលិខិតរបស់សម្ដេចកតេប្របណ្ឌិតប៊ុន អរនី ហ៊ុនសែន មានខ្លឹមសារថា ខ្ញុំពិតជាមានសេចក្តីសោកស្ដាយយ៉ាងក្រៃលែងចំពោះគ្រោះមហន្តរាយទឹកជំនន់បង្កដោយបាតុភូតព្យុះឈ្មោះ នូល ដែលបានវាយប្រហារខេត្តជាច្រើនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ និងប្រជាជនជិត 90,000 នាក់ត្រូវបានជម្លៀសចេញ ព្រមទាំងមានបាត់បង់អាយុជីវិត និងរបួសមួយចំនួន សម្ដេចបន្តថាស្ថិតនៅក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងខ្លួនខ្ញុំផ្ទាល់សូមបរិច្ចាគថវិកា$10,000 ចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិនឆ្លើយតបគ្រោះមហន្តរាយខាងលើនេះជាមួយគ្នានេះដែរខ្ញុំសូមចូលរួមរំលែកទុក្ខដ៏លំបាកនេះជាមួយនឹងក្រុមគ្រួសារជនរងគ្រោះជាពិសេសអ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ខ្ញុំសូមជូនពរឲ្យការស្ដារឡើងវិញបានឆាប់រហ័សនៅតំបន់ដែលរងការបំផ្លិចបំផ្លាញនិងសូមជូនពរឲ្យប្រជាជនចិនទាំងអស់ទទួលបាននូវសុខភាពល្អនិងជោគជ័យក្នុងការងារ